នៅលើពិភពលោកយើងនេះមានរឿងរ៉ាវជាច្រើនដែលហួសចិត្តនិងមិនគួរឲ្យជឿជារៀងរាល់ថ្ងៃមនុស្សយើងតែងតែទទួលបានព័ត៌មាននិងការរកឃើញថ្មីៗពីវិទ្យាសាស្ត្រសត្វធម្មជាតិនិងសកលលោកដែលបានធ្វើឲ្យយើងភ្ញាក់ផ្អើលនិងចង់ស្វែងយល់បន្ថែមអំពីពិភពលោកជុំវិញខ្លួនទាំងនេះគឺជារឿងរ៉ាវប្លែកៗមួយចំនួនដែលអ្នកប្រហែលជាមិនធ្លាប់បានដឹងពីមុនមកទេរឿងទាំងនេះមិនត្រឹមតែគួរឲ្យចាប់អារម្មណ៍ប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្ហាញពីភាពអស្ចារ្យនៃធម្មជាតិនិងវិវត្តនៃជីវិតផងដែរទី1ខ្លាឃ្មុំកូឡាមានក្រយ៉ៅដៃស្រដៀងមនុស្សក្រយ៉ៅដៃរបស់ខ្លាឃ្មុំកូឡាមានលំនាំស្រដៀងនឹងក្រយ៉ៅដៃរបស់មនុស្សយ៉ាងខ្លាំងរហូតអាចធ្វើឲ្យមានការភ័ន្តច្រឡំក្នុងការពិនិត្យអត្តសញ្ញាណបានក្នុងករណីស៊ើបអង្កេតឧក្រិដ្ឋកម្មប្រសិនបើមិនពិនិត្យឲ្យបានហ្មត់ចត់អាចនឹងនាំឲ្យមានការយល់ច្រឡំថាជាក្រយ៉ៅដៃរបស់មនុស្សហើយបង្កឲ្យអ្នកស៊ើបអង្កេតឈឺក្បាលមិនខានទី2ត្រីឆ្លាមអាចភ្លឺនៅក្នុងកន្លែងងងឹតប្រហែលជា 10% នៃត្រីឆ្លាមមួយចំនួនប្រមាណជា540ប្រភេទមានសមត្ថភាពធ្វើឲ្យរាងកាយរបស់ខ្លួនបញ្ចេញពន្លឺនៅក្នុងទីងងឹតសមត្ថភាពនេះជួយឲ្យវាអាចស្គាល់គ្នាទៅវិញទៅមកលាក់ខ្លួនពីសត្រូវនិងទាក់ទាញចំណីបានយ៉ាងមានប្រសិទ្ធភាពជាពិសេសនៅក្នុងសមុទ្រដ៏ងងឹតជ្រៅទី3សត្វព្រាបមានសមត្ថភាពគណិតវិទ្យាការស្រាវជ្រាវវិទ្យាសាស្ត្របានបង្ហាញថាសត្វព្រាបអាចរាប់លេខប្រៀបធៀបបរិមាណនិងយល់ពីគំនិតគណិតវិទ្យាមូលដ្ឋានដោយសត្វស្វាដែរមិនត្រឹមតែប៉ុណ្ណោះទេវាក៏អាចស្គាល់និងមើលអក្សរចាប់ពី A ដល់ C បានផងដែរដែលបង្ហាញថាសត្វមួយចំនួនមានសមត្ថភាពការគិតលើសពីអ្វីដែលមនុស្សយើងធ្លាប់បានគិតទី4ឆ្មាស្រែកថាម៉ែវដាក់តែមនុស្សប៉ុណ្ណោះជាធម្មតាឆ្មាមិនស្រែកម៉ែវដាក់ទៅឆ្មាផ្សេងទៀតទេសំឡេងនេះគឺជាវិធីដែលឆ្មាប្រើដើម្បីតាក់ទាញជាមួយមនុស្សដើម្បីសុំចំណីសុំការយកចិត្តទុកដាក់ឬការបង្ហាញអារម្មណ៍របស់វាមានតែកូនឆ្មាទើបនឹងប្រើសំឡេងនេះស្រែកដាក់គ្នាដើម្បីហៅម្ដាយរបស់វាតែប៉ុណ្ណោះទី5មនុស្សស្រីរងាជាងមនុស្សប្រុសជាធម្មតាស្ត្រីមានអត្រាមេតាបូលីសទាបជាងបុរសដែលបានធ្វើឲ្យរាងកាយផលិតកម្ដៅបានតិចជាងដោយហេតុនេះហើយស្ត្រីភាគច្រើនមានអារម្មណ៍ត្រជាក់ឬឆាប់រងាជាងបុរសជាពិសេសនៅក្នុងបរិយាកាសត្រជាក់ទី6មនុស្សអាចនឹងមានពឹសដូចជាពស់នៅអនាគតបច្ចុប្បន្ននេះមនុស្សមិនអាចមានពឹសនៅក្នុងមាត់ដូចសត្វពស់នោះទេទោះជាយ៉ាងណាអ្នកវិទ្យាសាស្ត្រខ្លះបានលើកឡើងថាតាមគ្រឹះស្ដីវិវត្តមនុស្សអាចនឹងវិវត្តសមត្ថភាពបង្កើតសារធាតុពឹសមួយចំនួននៅក្នុងមាត់ទៅអនាគតដើម្បីសម្របខ្លួនទៅនឹងបរិស្ថាននិងការរស់នៅថ្មីៗទី7ពពកមានទម្ងន់ធ្ងន់ខ្លាំងមើលទៅពពកហាក់ដូចជាស្រាលនិងអណ្តែតលើមេឃប៉ុន្តែការពិតទៅពពកមួយអាចមានទម្ងន់រាប់លានតោនព្រោះវាបង្កើតឡើងពីទឹកនិងធូលីយ៉ាងច្រើនទំហំកាន់តែធំទម្ងន់កាន់តែធ្ងន់ទោះបីជាវាមើលទៅស្រាលក៏ដោយទី8ឯកសណ្ឋានអវកាសចានិតមានតម្លៃថ្លៃខ្លាំងឯកសណ្ឋានអវកាសចានិតមួយឯកតាមានតម្លៃប៉ាន់ស្មានប្រមាណជា$15 លានដល់$22 លាននៅពេលដែលផលិតនៅក្នុងឆ្នាំ1974បច្ចុប្បន្នតម្លៃរបស់វាអាចនឹងឡើងទៅប្រមាណ$150 លានព្រោះវាត្រូវបានបំពាក់បច្ចេកវិទ្យាខ្ពស់សម្រាប់ការពារជីវិតមនុស្សនៅក្នុងអវកាសទី9មនុស្សភពផ្កាយអាចនឹងមានប៉ិតរហូតមកដល់ពេលនេះមិនទាន់មានភស្តុតាងច្បាស់លាស់ណាមួយបានបញ្ជាក់អំពីការរស់នៅរបស់មនុស្សភពផ្កាយនៅឡើយនោះទេទោះជាយ៉ាងណាវាមិនមានន័យថាពួកគេមិនមាននោះទេព្រោះសកលលោកមានទំហំធំមហាសាលឯណោះដែលបានធ្វើឲ្យមនុស្សយើងមិនទាន់អាចស្វែងរកបានគ្រប់ទីកន្លែង